បាទសួស្តីបាទវីដេអូនេះសូមផ្ដាំទៅក្មួយស្រីលីនផងបាទខ្ញុំធ្លាប់តែទស្សនាវីដេអូរបស់ក្មួយហើយគ្រប់ត្រូលវីដេអូរបស់ក្មួយច្រើនហើយឥឡូវនេះមានការផ្ទុះច្រើនបាទអំពីវីដេអូមួយដែលក្មួយសម្ភាសជាមួយនឹងក្រុមណាទេបាទក៏ប៉ុន្តែគួរតែផ្ដាំទៅក្មួយផងបាទក្មួយមិនគួរយកពាក្យទាំងអស់នេះមកនិយាយនៅពេលនេះហើយនៅនិយាយនៅក្នុងបណ្ដាញសង្គមទេបាទអានេះជាសិទ្ធិរបស់ក្មួយអ៊ំមិនថាទេបាទណាក៏មានសិទ្ធិរស់រានមានជីវិតដូចគ្នាត្រូវការដូចគ្នាក៏ប៉ុន្តែក្មួយត្រូវយល់ឲ្យច្បាស់ពាក្យអ្វីដែលក្មួយនិយាយទៅបើក្មួយនិយាយនៅក្នុងផ្ទះរបស់ក្មួយតែម្នាក់ឯងវាមិនថ្មីទេក៏ប៉ុន្តែក្មួយបាននិយាយនៅលើបណ្ដាញសង្គម social media បាទដូច្នេះក្មួយត្រូវពិចារណាពាក្យណាដែលគួរនិយាយពាក្យណាមិនគួរនិយាយពីនេះគ្រាន់តែអ៊ំក្រែងរំលឹកហើយអ៊ំក៏គ្រប់គ្រងក្មួយដែរមនុស្សម្នាក់ៗមានសិទ្ធិក៏ប៉ុន្តែបើពិចារណាបែរទៅក្រោយបន្តិចណាក្មួយពិចារណាបែរទៅក្រោយបន្តិចកាលពីសង្គ្រាមបាទមនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាពលរដ្ឋកម្ពុជាទាំងអស់សិទ្ធិតែក្រលហេងលហាមទាំងអស់រួមទាំងអ៊ំផងបាទមិនដែលមានប្រាក់ខែរហូតដល់500ទេបាទនៅតែគេកសាងគ្រួសារបានរហូតមកដល់ឥឡូវបាទសូម្បីតែឪពុកម្ដាយរបស់ក្មួយក៏ចឹងដែរសួរគាត់បាទអ៊ំគ្រប់គ្រងក៏ប៉ុន្តែសូមឲ្យក្មួយពិចារណាម្ដងទៀតនៅពេលការនិយាយអ្វីមួយនៅលើបណ្ដាញសង្គមវានាំឲ្យប៉ះពាល់ដល់អ្នកផ្សេងណាព្រោះនៅក្នុងសង្គមយើងនេះវាមិនមែនមានតែអ្នកមានតែមួយមុខទេនៅក្នុងនោះមានអ្នកមធ្យមមានអ្នកក្រអញ្ចឹងគឺគេខំរស់ទៅដល់រស់ដែរបាទបើក្មួយនិយាយក្នុងបណ្ដាញសង្គមអញ្ចឹងវាអាចប៉ះពាល់បាទដល់ជីវិតរស់នៅរបស់អ្នកដែលទទួលមិនបានបាទអ្នកដែលគ្មានលទ្ធភាពអញ្ចឹងក្នុងនាមយើងជាតារាលេចធ្លោនៅក្នុងបណ្ដាញសង្គមមុននិយាយអីក្មួយត្រូវពិចារណាឲ្យបានដិតដល់ណាសូមអរគុណហើយក៏សូមផ្ដាំទៅបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមទាំងអស់បាទសូមពិចារណាឡើងវិញបាទកុំឲ្យមានកំហុសដូចនេះទៀតបាទធ្វើយ៉ាងម៉េចយើងនិយាយឲ្យបានត្រឹមត្រូវនៅក្នុងបណ្ដាញសង្គមព្រោះមិនមែនមានតែយើងទេអញ្ចឹងសូមបងប្អូនប្រយ័ត្នកុំឲ្យមានគំរូដូចនេះទៀតបាទបងប្អូនឃើញហើយជាបន្តសូមជូនពរដល់បងប្អូនទាំងអស់គ្នាបានជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារសូមអរគុណ